Residue. សំណល់ Thoroughly. យ៉ាងហ្មត់ចត់ឲ្យបានហ្មត់ចត់ Produce. បន្លែផ្លែឈើ Rinse. លាងសម្អាត Surface. ផ្ទៃខាងក្រៅ Stick. ស្អិតជាប់ Fiber. កាក់សរសៃនៅក្នុងបន្លែផ្លែឈើ វាជួយឲ្យយើងមានសុខភាពល្អ Nutrient. សារធាតុចិញ្ចឹម រាងកាយយើងត្រូវការវាដើម្បីរស់និងលូតលាស់ Trade-off. ការដោះដូរ បានមួយបាត់មួយ Varied. ផ្សេងគ្នា ចម្រុះ How to reduce pesticide residue on fruits and vegetables. វិធីកាត់បន្ថយសំណល់ថ្នាំពុលលើផ្លែឈើនិងបន្លែ Many people today are worried about pesticides on fruits and vegetables they eat. សប្តាហ៍ថ្ងៃនេះ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីថ្នាំពុលនៅលើផ្លែឈើនិងបន្លែដែលពួកគាត់បរិភោគ Pesticides are chemicals used by farmers to protect crops from insects, weeds, and diseases. ថ្នាំសម្លាប់សត្វល្អិត គឺជាសារធាតុគីមីដែលកសិករប្រើប្រាស់ដើម្បីការពារដំណាំពីសត្វល្អិត ស្មៅ និងជំងឺ While they help grow more food, ក្នុងពេលដែលវាជួយបង្កើនទិន្នផលដំណាំ some of these chemicals can stay on fruits and vegetables and might not be good for our health. សារធាតុគីមីខ្លះអាចនៅជាប់លើបន្លែផ្លែឈើ ហើយប្រហែលជាមិនល្អសម្រាប់សុខភាពរបស់យើងទេ Luckily, there are simple ways for consumers to reduce the amount of pesticide residue on fruits and vegetables. ជាសំណាងល្អ មានវិធីងាយៗមួយចំនួនសម្រាប់អ្នកបរិភោគ ក្នុងការកាត់បន្ថយបរិមាណសំណល់ថ្នាំពុលនៅលើផ្លែឈើនិងបន្លែ 1. Wash fruits and vegetables thoroughly. លាងផ្លែឈើនិងបន្លែឲ្យបានហ្មត់ចត់ One of the easiest ways to reduce pesticides is by washing produce with clean water. មធ្យោបាយស្រួលបំផុតមួយក្នុងការកាត់បន្ថយថ្នាំពុលគឺ ការលាងសម្អាតបន្លែផ្លែឈើដោយទឹកស្អាត Rinsing fruits and vegetables under running water for about 30 seconds ការលាងសម្អាតបន្លែផ្លែឈើនៅក្រោមទឹកស្អាតរយៈពេលប្រហែល 30 វិនាទី can remove some of the pesticides on the surface. អាចកម្ចាត់ថ្នាំពុលបានមួយចំនួននៅលើផ្ទៃខាងក្រៅ For harder produce like apples or cucumbers, using a brush can help scrub off more residue. ចំពោះបន្លែផ្លែឈើដែលរឹងដូចជាផ្លែប៉ោមឬត្រសក់ ការប្រើច្រាសអាចជួយដុសសម្អាតសំណល់ថ្នាំពុលបានកាន់តែច្រើន Avoid using soap or bleach,
as these are not meant for food and can be harmful. ជៀសវាងការប្រើសាប៊ូដុំឬសាប៊ូដែលកាត់ខ្លាំងព្រោះសារធាតុទាំងនេះមិនមែនសម្រាប់ប្រើលើចំណីអាហារទេហើយវាអាចបង្កគ្រោះថ្នាក់ទៀតផង 2. Peel the skin. ចិត្តសំបកចេញ Peeling fruits and vegetables can help reduce pesticide residue. ការចិតសម្បកចេញពីផ្លែឈើនិងបន្លែអាចជួយកាត់បន្ថយសំណល់ថ្នាំសម្លាប់សត្វល្អិត Many pesticides stick to the outer skin. ថ្នាំសម្លាប់សត្វល្អិតជាច្រើននៅជាប់នឹងសម្បកខាងក្រៅ By removing the skin of apples, potatoes, or carrots, for example, you may also remove a lot of the chemicals. តាមរយៈការចិតសម្បកបន្លែផ្លែឈើដូចជាផ្លែប៉ោមដំឡូងឬការ៉ុតគឺអ្នកបានដកសារធាតុគីមីចេញអស់យ៉ាងច្រើន However, it's important to know that the skin often contains fiber and nutrients. ប៉ុន្តែយើងក៏ត្រូវដឹងដែរថាសម្បកខ្លះមានកាកសរសៃនិងសារធាតុចិញ្ចឹម So this method is a trade-off. ដូច្នេះវិធីសាស្ត្រនេះគឺជាការដោះដូរ 3. Buy organic when possible. ទិញបន្លែផ្លែឈើសរីរាង្គតាមដែលអាចធ្វើបាន Organic food is grown without most synthetic pesticides. អាហារសរីរាង្គគឺជាអាហារដែលត្រូវបានដាំដុះដោយមិនប្រើថ្នាំសម្លាប់សត្វល្អិតសំយោគភាគច្រើន If you are worried about pesticide residue, buying organic produce is a good choice. ប្រសិនបើអ្នកព្រួយបារម្ភអំពីសំណល់ថ្នាំសម្លាប់សត្វល្អិតការទិញបន្លែផ្លែឈើសរីរាង្គគឺជាជម្រើសដ៏ល្អ While organic foods may still have some pesticides, the types and amounts are usually lower. ទោះបីជាអាហារសរីរាង្គអាចនៅតែមានថ្នាំសម្លាប់សត្វល្អិតខ្លះក៏ដោយប៉ុន្តែជាទូទៅប្រភេទនិងបរិមាណគឺខ្សោយនិងតិចជាង 4. Eat a variety of foods. បរិភោគអាហារចម្រុះ Eating different types of fruits and vegetables can help reduce your risk of pesticide exposure. ការទទួលទានផ្លែឈើនិងបន្លែប្រភេទផ្សេងៗគ្នាអាចជួយកាត់បន្ថយហានិភ័យនៃការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិត This is because you are not getting the same types of chemicals over and over. នេះគឺព្រោះតែអ្នកមិនបានលេបប្រភេទគីមីតែមួយម្ដងហើយម្ដងទៀត A varied diet is also healthier and provides more nutrients. របបអាហារចម្រុះក៏ធ្វើឲ្យមានសុខភាពល្អនិងផ្ដល់សារធាតុចិញ្ចឹមច្រើនផងដែរ
5. Cook your food. ចម្អិនអាហាររបស់អ្នក Cooking food can also reduce some pesticide levels. ការចម្អិនក៏អាចកាត់បន្ថយកម្រិតថ្នាំពុលបានខ្លះផងដែរ Boiling, steaming, and frying can help lower pesticide residue, especially in vegetables. ការស្ងោរ ចំហុយ និងចៀនអាចជួយកាត់បន្ថយសំណល់ថ្នាំពុលខ្លះដែរ ជាពិសេសនៅក្នុងបន្លែ Just remember that overcooking can also remove some good nutrients. គ្រាន់តែត្រូវចាំថា ការចម្អិនឆ្អិនពេកក៏អាចធ្វើឲ្យងាប់សារធាតុចិញ្ចឹមល្អៗមួយចំនួនផងដែរ So balance is important. ដូច្នេះការថ្លឹងថ្លែងឲ្យសមល្មមមានសារៈសំខាន់ណាស់ 6. Grow your own food. ដាំបន្លែផ្លែឈើដោយខ្លួនឯង If possible, growing your own fruits and vegetables is a great way to control what goes into your food. ប្រសិនបើអាចធ្វើបាន ការដាំបន្លែនិងផ្លែឈើដោយខ្លួនឯងគឺជាវិធីដ៏ល្អមួយក្នុងការគ្រប់គ្រងអ្វីៗដែលចូលទៅក្នុងអាហាររបស់អ្នក You can choose to grow them without chemicals or use safer, natural methods. អ្នកអាចជ្រើសរើសដាំវាដោយមិនប្រើជាតិគីមី ឬប្រើវិធីធម្មជាតិដែលមានសុវត្ថិភាពជាង Even a small garden or a few pots can make a difference. ត្រឹមតែសួនច្បារតូចមួយ ឬផើងពីរបីក៏បានដែរ Conclusion. សេចក្តីសន្និដ្ឋាន While it may be hard to avoid all pesticides, ទោះបីជាវាអាចនឹងពិបាកក្នុងការគេចពីថ្នាំសម្លាប់សត្វល្អិតឲ្យបានទាំងអស់ក៏ដោយ consumers can take simple steps to reduce the amount they eat. ក៏អ្នកបរិភោគនៅតែអាចប្រើវិធីងាយៗដើម្បីកាត់បន្ថយបរិមាណថ្នាំពុលដែលពួកគាត់លេបចូលដែរ Washing, peeling, buying organic, eating a variety of foods, cooking, and even gardening. ការលាងសម្អាត ការចិតសម្បក ការទិញប្រភេទសរីរាង្គ ការបរិភោគអាហារចម្រុះ ការចម្អិន និងការដាំដុះក្នុងសួន are all helpful ways to make food safer. គឺជាវិធីដ៏មានប្រយោជន៍ក្នុងការធ្វើឲ្យអាហារមានសុវត្ថិភាពជាងមុន By being careful and making smart choices, we can enjoy healthy food with less worry about harmful chemicals. តាមរយៈការប្រុងប្រយ័ត្ននិងការជ្រើសរើសដែលឆ្លាតវៃ យើងអាចទទួលបានអាហារល្អៗដោយមិនសូវបារម្ភពីសារធាតុគីមីគ្រោះថ្នាក់នានា Many people today are worried about pesticides on fruits and vegetables they eat. Pesticides are chemicals used by farmers to protect crops from insects, weeds, and diseases. While they help grow more food,
some of these chemicals can stay on fruits and vegetables and might not be good for our health. Luckily, there are simple ways for consumers to reduce the amount of pesticide residue on fruits and vegetables. 1. Wash fruits and vegetables thoroughly. One of the easiest ways to reduce pesticides is by washing produce with clean water. Rinsing fruits and vegetables under running water for about 30 seconds can remove some of the pesticides on the surface. For harder produce like apples or cucumbers, using a brush can help scrub off more residue. Avoid using soap or bleach, as these are not meant for food and can be harmful. 2. Peel the skin. Peeling fruits and vegetables can help reduce pesticide residue. Many pesticides stick to the outer skin. By removing the skin of apples, potatoes, or carrots, for example, you may also remove a lot of the chemicals. However, it's important to know that the skin often contains fiber and nutrients, so this method is a trade-off. 3. Buy organic when possible. Organic food is grown without most synthetic pesticides. If you are worried about pesticide residue, buying organic produce is a good choice. While organic foods may still have some pesticides, the types and amounts are usually lower. 4. Eat a variety of foods. Eating different types of fruits and vegetables can help reduce your risk of pesticide exposure. This is because you are not getting the same types of chemicals over and over. A varied diet is also healthier and provides more nutrients. 5. Cook your food. Cooking food can also reduce some pesticide levels. Boiling, steaming, and frying can help lower pesticide residue, especially in vegetables. Just remember that overcooking can also remove some good nutrients, so balance is important. 6. Grow your own food. If possible, growing your own fruits and vegetables is a great way to control what goes into your food. You can choose to grow them without chemicals or use safer, natural methods. Even a small garden or a few pots can make a difference. Conclusion. While it may be hard to avoid all pesticides, consumers can take simple steps to reduce the amount they eat. Washing, peeling, buying organic, eating a variety of foods, cooking, and even gardening are all helpful ways to make food safer. By being careful and making smart choices, we can enjoy healthy food with less worry about harmful chemicals.